មួយដែលមិនសល់ពីឪពុកម្ដាយចាវាមានការប៉ះទង្គិចផ្លូវចិត្តនឹងខ្លាំងជាងតំណែងស្នេហាឬក៏ប្តីប្រពន្ធនៅក្នុងតំណែងប្តីប្រពន្ធឬក៏ស្នេហាដៃគូអីហ្នឹងនៅពេលដែលយើងបែកបាក់ក៏ដោយយើងឈឺចាប់ក៏ពិតមែនប៉ុន្តែនៅពេលដែលយើងទទួលបាននៅដៃគូក្រោយមនុស្សក្រោយគាត់ដែលល្អគឺយើងអាចកសាងជាមួយនឹងសន្តិភាពផ្លូវចិត្តឲ្យខ្លួនឯងឡើងវិញបានប៉ុន្តែចំពោះឪពុកម្ដាយគឺអត់ទេបើយើងទទួលបាននៅបែបណាហើយការឈឺចាប់នោះវានឹងដកជាប់វានឹងដិតតាមពេញមួយជីវិតពីព្រោះថាយើងអត់មានឪពុកម្ដាយបង្កើតទី2ទេឪពុកម្ដាយបង្កើតរបស់យើងមានតែម្ដងទេចាអញ្ចឹងហើយបានជាជំនាន់មុនភាគច្រើនពួកគាត់តែងតែបង្កើតនៅអតីតកាលមិនសូវល្អសម្រាប់កូនដោយសារតែការយល់ដឹងឬក៏ការដែលគាត់បង្កើតគ្រួសារនៅក្នុងវ័យទីពេកនៅការដែលគាត់បង្កើតគ្រួសារនៅវ័យក្មេងធ្វើឲ្យគាត់មិនទាន់នឹងដល់ផ្លូវចិត្តធ្វើឲ្យការគិតរបស់គាត់មិនទាន់ចាស់ទុំចឹងគឺវាប៉ះពាល់ដល់ការគ្រប់គ្រងនៅក្នុងគ្រួសារគឺត្រូវការបទពិសោធន៍ត្រូវការការចេះគ្រប់គ្រងអារម្មណ៍ត្រូវការជាមួយនឹងភាពអត់ធ្មត់ត្រូវការជាមួយនឹងការយល់ដឹងជាច្រើនទៀតដូច្នេះទើបបានជាជំនាន់មុនច្រើនតែបន្សល់នៅការឈឺចាប់ឲ្យកូនចាអញ្ចឹងហើយសម្រាប់បងប្អូនចាកុំតន់គិតថាយកគ្រួសារនៅក្នុងវ័យ10ជាងចាំ7 8 10 9 10ចាកុំតន់ពីព្រោះវ័យយើងប៉ុណ្ណេះយើងអាចសាកល្បងស្គាល់ស្នេហាបានតែកុំតន់ក្នុងការចាត់ដៃគូជាប្តីប្រពន្ធពីព្រោះវាអត់ងាយស្រួលដូចយើងគិតទេនៅក្នុងការគិតរបស់យើងក្នុងវ័យ10ជាងហ្នឹងវាអត់ដូចវ័យ20ទេហើយវ័យ20ក៏ដូចវ័យ30ដែរចាអញ្ចឹងភាពនឹងណចាស់ទុំចិត្តកំណត់វាធ្វើឲ្យយើងនឹងអាចកសាងគ្រួសារបានស្ថិរភាពជាងមិនមែនដោយសារតែគ្រួសារ perfect ទេប៉ុន្តែដោយសារតែយើងយល់ដឹងពីកត្តាជីវិតនឹងជ្រៅជាងមុនចាអរគុណ